ផ្នែកកង់បងប្អូនបើសិនជាយើងសូវមានតិចនិចទេគឺលាងទៅអាចនឹងស្អាតទទួលរថយន្តទេផ្នែកកង់គឺនៅម្សៅនៅកបោសនឹងដដែលអញ្ចឹងណាជាពិសេសនៅពេលដែលយើងបោទៅលើដីឥដ្ឋឬមកក៏ផុកច្រមអីដែលវាបែកខ្ទិះខ្លាំងទិញនិចប៉ុនខ្ញុំគឺខ្ញុំប្រើជំនួសដី3គម្របកំប៉ុងហ្នឹងហើយនឹងដាក់ឡូងមួយទៅដើម្បីឲ្យវាខំជាប់កុំឲ្យវាហូរលឿនពេកអញ្ចឹងណាបងប្អូនហើយបន្ទាប់មកយើងបាញ់មកជុំកង់ទៅហើយនឹងរបាំងសាច់ផុកអីហ្នឹងបាញ់វាមកជោគទៅត្រឡប់មកនេះចំនួនដីវាខាងយើងគឺដាក់ទៅវាកាត់ធ្លាក់បែបហ្នឹងអញ្ចឹងណាដីវាមកទាំងអស់ពីរបាំងផុករបស់យើងអត់ទាន់គ្រប់គ្រាន់ទេគ្រាន់តែធ្លាក់ដីផ្នែកខាងក្រៅហើយនេះបងប្អូនមើលស៊ូមចិត្តទៅគឺសបកកង់របស់យើងវាមានអាកាឡាតូចលាត់ស្អិតអញ្ចឹងណាអញ្ចឹងអាហ្នឹងវាដីខំជាប់នឹងមែនតើអញ្ចឹងតប្រើឯកទេស form ខាងលាងកង់ហ្នឹងហ្មងអញ្ចឹងយើងដាក់ទៅបាញ់មកជុំហើយយើងយកច្រាសដោះកង់ហ្នឹងយកមកដោះវាមកសប់មកបន្ទាប់មកយើងបាញ់ទម្លាក់ឃើញតែវាឈូសហើយបន្ទាប់ពីឈូសហើយប៉ុណ្ណឹងគឺវាយ៉ាងស្អាតបងប្អូនបើវាយ៉ាងស្ងួនតិចយើងចង់វាយស្រែក៏បានមិនវាយក៏បានដែរបើសិនបើយើងអត់មានឯកទេស form ខាងជំរះកន្លែងកង់នេះទេចំនួនដីវាបានតែមកទម្លាក់ដីអញ្ចឹងណាអញ្ចឹងដល់ពេលដែលស្ងួតមកគឺវានៅម្សៅនៅរាងសដដែលអញ្ចឹងបងប្អូនអូខេជួបគ្នាវីដេអូចែកម្លែកតិចនិចលេងបន្តទៀតអរគុណ